Hello អ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងមកលេង Yes or No ចឹងមានន័យថាឲ្យអ្នកទាំងអស់គ្នាសួរសំណួរនៅក្នុងចិត្តហើយរើស3ស្លឹកគឺស្លឹកទី1ស្លឹកទី2ស្លឹកទី3ចឹងឲ្យអ្នកទាំងអស់គ្នារើសស្លឹកណាមួយចឹងណាហើយយើងមកមើលទាំងអស់គ្នាថាតើសំណួរដែលអ្នកទាំងអស់គ្នាគិតក្នុងចិត្តហ្នឹងបានចម្លើយ Yes ឬ No ចឹងអ្នកដែលរើសស្លឹកទី1បាន no need to worry ចឹងអានេះសុំវាយឲ្យជា positive ហ្មងទៅគឺមានន័យថាអីដែលអ្នកទាំងអស់គ្នាកំពុងតែគិតហ្នឹងណាវាចម្លើយគឺ yes មានន័យថាវាជា positive way ចឹងណាវាវិជ្ជមានហ្មងគឺមិនបាច់បារម្ភអីទេអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែគិតហ្នឹងវានឹងបានដូចអីដែលយើងប្រាថ្នាចឹងណាអូខេចឹងយើងមកមើលបន្តសម្រាប់អ្នកគាត់ធ្វើស្រុកទី2បានចម្លើយ opportunity ចឹងមានថាអីដែលអ្នកទាំងអស់គ្នាកំពុងតែគិតហ្នឹងណាវាជាឱកាសអានេះក៏ជារឿង positive មួយដែរលក្ខណៈថាវាជាឱកាសចឹងបើអ្នកទាំងអស់គ្នាគិតហើយបើអ្នកទាំងអស់គ្នាធ្វើវានឹងបានផលល្អមកវិញចឹងណាអូខេចឹងយើងមកបន្តមើលសម្រាប់អ្នកគាត់ធ្វើសឹកទី3ចឹងដឹងមើលថាចម្លើយ yes ឬក៏ no ដែរអូខេ yes ហ្មងគឺអានេះគឺច្បាស់ហ្មងចេញមកគឺ yes ហ្មងចឹងណាគេដែលគិតឬក៏សួរអីចឹងណាចម្លើយអ្នកធ្វើសឹកទី3ហ្នឹងគឺ big yes ធំខ្លាំងហ្មង